តពីភាគមុនគូឆាងគឺកំពុងតែសប្បាយចិត្តសុក system ក៏តបមិនបានទេបើយល់ព្រមនឹងប្រតិកម្មនៅបន្ទុកធ្វើឲ្យគូឆាងរបស់យើងបដូរទឹកមុខភ្លាមតែម្ដងហើយដោយសារតែបានអាចយល់ព្រមបានគូឆាងគេក៏បានធ្វើចរិតប្រស្អាតដល់និយាយថាគេចាត់ទុកជាមិនបានដឹងមិនបានលើអ្វីពីនាងទៅចោះហើយបើចង់យកចិត្តគេដោយប្រើវិធីនេះនាងទៅវិញទៅបន្ទាប់ពីគូឆាងចេញទៅផុតស៊ូឈីងកើនាងក៏បាននិយាយម្នាក់ឯងថានាងទើបតែបានដឹងថាអ្នកប្រុសគូមិនបានធ្វើអ្វីខុសទេឪពុករបស់នាងទៅវិញទេដែលយកនាងទៅប្រកបចិត្តគូឆាងហើយយាយឈិនក៏បានទៅរករឿងគេមកដែរគឺនាងទេដែលគិតថាអ្នកប្រុសគូមិនមែនជាមនុស្សល្អតាំងពីដំបូងដោយសារតែស៊ូឈីងកើនាងបានផ្លាស់ប្ដូរការគិតចំពោះគូឆាងSystem ក៏បានដកបន្ទុកសំណាងពីយាយឈិនចំនួន20ហើយបូកឲ្យគូឆាងនៅបន្ទុកវាសនាចំនួន100គូឆាងក៏ទើបតែបានដឹងដែរថាស៊ូឈីងកើនាងមាននៃការវិវត្តតួអង្គបន្ទាប់មកគូឆាងគេក៏បានទៅមើលយាយឈិននៅឯក្នុងគុកហើយលោកព្រឹទ្ធាចារ្យលិនក៏បានប្រាប់អំពីរឿងគ្រូរបស់យាយឈិនទៅកាន់គូឆាងការពិតទៅគូឆាងបានដឹងរួចទៅហើយអញ្ចឹងហើយទើបបានជាគាត់ប្រាប់ឲ្យលោកព្រឹទ្ធាចារ្យលិនទៅឃ្លាំមើលយាយឈិនពេលឃើញគូឆាងក៏សួរភ្លាមតើឯងមកធ្វើអីគូឆាងក៏បានតបយើងមិនមែនមករកឯងទេគឺយើងមករកគ្រូរបស់ឯងនៅពេលនោះយានជីនាងក៏បានបង្ហាញខ្លួនហើយនិយាយថានាងគ្មានអំណងធ្វើជាសត្រូវរបស់អ្នកប្រុសគូយើងឡើយគូឆាងក៏បានតបគេមុខនេះគ្មានអំណងអាក្រក់អ្វីឡើយគឺគ្រាន់តែចង់ដឹងចង់ឃើញថាអ្នកខ្លាំងរូបណាដែលអាចជួយមនុស្សអត់បានការដូចជាយាយឈិនរហូតដល់មានថ្ងៃនេះពីដំបូងគេស្មានតែជាតាចាស់សក់សប៉ុន្តែស្មានមិនដល់ថាជាស្រីស្អាតទៅវិញនៅពេលនោះយាយឈិនក៏បាននិយាយថាឯងពិតជាថោកទាបមែនឯងដណ្ដើមស៊ូឈីងកើរបស់យើងហើយឥឡូវចង់មកដណ្ដើមអ្នកគ្រូរបស់យើងទៀតគូឆាងគេក៏បានបំបែកនៅរនាំងដើម្បីចូលទៅខាងក្នុងហើយនិយាយទៅកាន់យានជីថាប្រសិនបើយានជីនាងបោះបង់យាយឈិនហើយព្រមទៅជាមួយគេសន្យាថានឹងជួយនាងចម្រាញ់រាងកាយថ្មីហើយត្រឡប់ទៅខ្លាំងដូចដើមវិញកន្លែងនេះខ្ញុំភ្លេចប្រាប់អ្នកនរគ្នាតែប៉ុន្តែយានជីកាលមុននាងគឺជាអ្នកខ្លាំងប៉ុន្តែឥឡូវនាងសល់ត្រឹមតែជាបំណែកព្រលឹងតែប៉ុណ្ណោះហើយ system ក៏បានដកនៅបន្ទុកសំណើរបស់យាយឈិនចំនួន20ហើយបូកបន្ទុកវាសនាឲ្យគូឆាង100ដោយសារគូឆាងធ្វើយាយឈិនគេប៉ះពាល់ផ្លូវចិត្តគឺគេខ្លាចគូឆាងតាមអ្នកគ្រូរបស់គេទៅមួយទៀតនៅពេលនោះយានជីនាងកំពុងតែបញ្យល់ពីគូឆាងរបស់យើងដោយឆ្ងល់ថាបើគូឆាងគេចង់សម្លាប់យាយឈិនគឺងាយដូចជាបកចែកអីចឹងប៉ុន្តែគេមិនធ្វើបែរជាមកបបាយបបាក់នាងនឹងយាយឈិនទៅវិញហើយនាងក៏គិតថាគូឆាងប្រហែលជាចង់បាននាងមែនហើយមើលទៅហើយនាងក៏បានចាញ់បោកគូឆាងរបស់យើងម្នាក់ទៀតហើយដោយយល់ថាគូឆាងគេមិនបានធ្វើអ្វីខុសឡើយគឺយាយឈិនទេដែលអ្នកទៅបង្ករឿងជាមួយគេមុនតែទោះបីជានាងចាញ់បោកគូឆាងហើយគិតថាគូឆាងជាមនុស្សល្អក៏ដោយក៏នាងមិនបោះបង់ចោលយាយឈិនដែលបានជួយនាងឲ្យរស់ដល់សពថ្ងៃនេះដែរគូឆាងគេក៏មិនបង្ខំដែរគឺទុកពេលឲ្យយានជីដើម្បីគិតហើយនិយាយថាបើយានជីបដូរចិត្តគេនឹងមិនប្រកាន់យាយឈិនហើយដោះលែងយាយឈិនថែមទាំងជួយឲ្យគេទទួលបាននៅតំណែងដូចដើមផងដែរហើយគេក៏អាចប្រកល់ស៊ូឈីងកើទៅឲ្យយាយឈិនវិញក៏ថាបានមុននឹងចាក់ចេញទៅវិញគូឆាងបានឲ្យនៅរបស់ម្យ៉ាងសម្រាប់យានជីគឺថាដើម្បីជួយរក្សាទម្រង់ប្រលឹងរបស់នាងនៅពេលនោះយាយឈិនគេក៏បានខឹងនឹងយានជីដោយសារតែនាងទទួលយកតាមរបស់គូឆាងដែលជាសត្រូវរបស់គេតាមការពិតទៅយានជីក៏មិនចង់ទទួលដែរតែនាងត្រូវការវាដើម្បីអាចជួយរក្សាទម្រង់ព្រលឹងរបស់នាងកុំឲ្យរសាត់បើពឹងតែការស្រូបយកធម្មពលពីយាយឈិនមិនយូរទេនាងនឹងអាចរលាយបាត់ពីលើលោកនេះហើយដើម្បីលួងយាយឈិននាងក៏យល់ព្រមទៅផ្សព្វផ្សាយដំណឹងដែលថាលោកព្រឹទ្ធាចារ្យធំនៃបកថៃឈូបានស្លាប់បាត់ទៅហើយធ្វើឲ្យយាយឈិនគេសប្បាយចិត្តទៅវិញខ្លះហើយ System ក៏បានដកបន្ទុកសំណាងពីយាយឈិន80ហើយបូកបន្ទុកវាសនាឲ្យគូឆាង400ដោយសារតែគូឆាងធ្វើឲ្យទំនាក់ទំនងគ្រូសិស្សរបស់យាយឈិនមានការប្រេះស្រាំសាច់រឿងក៏កាត់ទៅកាន់លោកព្រឹទ្ធាចារ្យលេនដែលគាត់ក៏មកយល់ពីគូឆាងរបស់យើងដែរហើយសួរថាប្រសិនបើអ្នកប្រុសគាត់ចង់បានព្រលឹងសេះសល់នោះហើយដើម្បីមិនសម្លាប់យាយឈិនតែម្ដងទៅចាំបាច់ធ្វើអញ្ចឹងធ្វើអីគូឆាងគេក៏តបតើលោកព្រឹទ្ធាចារ្យនៅចាំគោលបំណងដែលយើងចុះមកឋានក្រោមនេះដែរឬទេហើយយើងក៏បានដឹងការពិតថាការពិតទៅគូឆាងក៏ចុះមកកាន់ឋានក្រោមនេះគឺដើម្បីរបស់ម្យ៉ាងតែអត់មានអប្រាប់ទុកឲ្យឆ្ងល់និយាយលេខទេអ្នកនរគ្នាគឺដើម្បីវត្ថុទឹកមួយដែលមានឈ្មោះថាលំពេងអាលីតេបិសាចយ៉ាងជក់ឈាមទាំង8ដែលបន្សល់ទុកតាំងពីសម័យបុរាណគូឆាងគេនិយាយទៅកាន់លោកព្រឹទ្ធាចារ្យលេនទៀតថាបើតាមបទពិសោធន៍មើលរឿងរបស់គេជាច្រើនកន្លងមកយាយឈិនប្រកាសជាចៃដន្យអាចចូលទៅក្នុងកន្លែងណាមួយដែលមានវត្ថុទិព្វនេះដោយសារតែសំណាងរបស់គេរឿងណាក៏ដូចរឿងណាដែរអ្នកនិពន្ធសរសេរតែអញ្ចឹងរួចហើយនឹងបានការទទួលស្គាល់ពីវត្ថុទិព្វនោះនៅនាទីចុងក្រោយហើយបន្ទាប់មកគេអាចកែប្រែកលៈទេសៈបានភ្លាមតែម្ដងហើយគូឆាងគេក៏បានប្រាប់ឲ្យលោកព្រឹទ្ធាចារ្យលេនទៅខ្លំមើលយាយឈិនបន្តទៀតការពិតទៅលោកព្រឹទ្ធាចារ្យលេនគាត់ក៏មិនយល់ថាគូឆាងរបស់យើងចង់និយាយពីអីដែរតែគាត់មិនហ៊ានសួរបន្តបានត្រឹមតែទទួលបញ្ជាប៉ុណ្ណោះឥឡូវនេះសាំគូឆាងខ្លាំងតែនព្រឹទ្ធាចារ្យលេនមិនយល់បានចិត្តដាក់ចិត្តសួរប៉ុន្តែគេបាយបកស្លែអាណានៃនោះស្គយធ្វើឲ្យគាត់ឆ្ងល់លើសដើមនៅពេលនោះ system សពក៏បានបើកដោយសារតែបន្ទុកវាសនារបស់គូឆាងគ្រប់1000ហើយគូឆាងគេក៏ទើបតែបានដឹងដែរថាបន្ទុកក្រៅពីអាចជួយគេទម្លុះកំបាច់យុទ្ធសិលគេក៏អាចប្រើវាដើម្បីទិញនៅរបស់ជាច្រើននៅក្នុង system សពដែលរបស់ទាំងអស់នោះគឺបែងចែកជា3ប្រភេទខុសៗគ្នាដូចជាទេពកោសល្យពីកំណើតវិជាគុណនិងវត្ថុទិព្វហើយប្រភេទនីមួយៗត្រូវបានបែងចែកជា5ថ្នាក់ថ្នាក់ពណ៌ខ្មៅដែលជាថ្នាក់ទាបជាងគេបន្ទាប់មកមានថ្នាក់ដីថ្នាក់មេឃថ្នាក់វិញ្ញាណនិងថ្នាក់កំពូល
នឹងដោយសារតែបន្ទុកវាសនារបស់គូឆាងយើងមិនទាន់គ្រប់ទើប system បើកឲ្យទិញត្រឹមតែថ្នាក់វិញ្ញាណចុះក្រោមប៉ុណ្ណោះបន្ទាប់ពីគិតយ៉ាងយូរគូឆាងគេក៏សម្រេចចិត្តទិញវិជាគុណមួយនៅថ្នាក់វិញ្ញាណដែលមានឈ្មោះថា Innate Divine Chant ដែលមានតម្លៃ1000បន្ទុកវាសនាហើយសាច់រឿងក៏បានកាត់ទៅកាន់3ថ្ងៃបន្ទាប់បកកំពូលផ្សេងទៀតក៏បានលើកតបមកលេងបកថៃឈូនិយាយលេងទេអ្នកនរគ្នាគឺមកធ្វើអីអ្នកនរគ្នាដឹងហើយសៀវហ៊ូនៃគ្រួសារសៀវចៅធាននៃបកយ៉ាងស៊ូនិងឈូវជីនៃអាណាចក្រព្រះអាទិត្យហើយពួកគេក៏បាននិយាយថាបកថៃឈូពឹងនៅលោកព្រឹទ្ធាចារ្យធំកាន់កាប់សរសៃនេះរាប់ពាន់ឆ្នាំហើយដល់ពេលត្រូវបដូរម្ចាស់ហើយបើសិនជាប្រកុលសរសៃនេះមកឲ្យពួកគេតាមស្រួលគេនឹងទុកមកឲ្យដោយសារតែធ្លាប់ស្គាល់គ្នាទុកផ្លូវរស់ឲ្យលោកមួយបកថៃឈូក៏បានតបសរសៃនេះគឺជាគ្រឹះរបស់បកថៃឈូរាប់ពាន់ឆ្នាំហើយមិនមែនពួកឯងចង់បានក៏បាននោះទេហើយគាត់ក៏កំពុងតែឆ្ងល់ដែរថាហេតុអ្វីបានជាពួកគេដឹងអំពីការស្លាប់របស់លោកព្រឹទ្ធាចារ្យធំព្រោះការសម្ងាត់នេះគាត់លែកបានចិត្តល្អណាស់គាត់ហើយគាត់ក៏បានឆ្លើយតបទៅកាន់ពួកគេវិញតើពួកឯងគិតថាអស់ពីលោកព្រឹទ្ធាចារ្យធំទៅបកថៃឈូយើងអស់អ្នកខ្លាំងហើយមែនទេឈូជីគេក៏បានតបយើងដឹងថាឯងក៏ជាអ្នកខ្លាំងមួយរូបដែរតែឯងមិនអាចទប់ទល់ជាមួយពួកយើងម្ដង3នាក់បាននោះទេលើសពីនេះទៀតគឺគេមានវត្ថុទៅប្រចាំអាណាចក្ររបស់គេប្រាសាទរដែនកំណត់ទោះបីជាអ្នកខ្លាំងមានយុទ្ធសាស្ត្រនៅកម្រិតទី7ក៏គេមិនខ្លាចដែរគឺគេចាត់ការបានទាំងអស់ឈូជីគេជឿជាក់លើវត្ថុទប់របស់គេខ្លាំងមែនតើហើយលោកមួយប៉ាក់ថៃឈូក៏បានសួរស៊ូឈីងកើថាតើគូឆាំងនៅឯណាហើយស៊ូឈីងកើនាងក៏បានប្រាប់តាមត្រង់ថានាងបានធ្វើអ្នកប្រុសគូអន់ចិត្តកាលពីលើកមុនហើយនាងក៏មិនប្រកាសចិត្តថាអ្នកប្រុសគូព្រមជួយឬអត់ដែរលោកមួយប៉ាក់ថៃឈូក៏បាននិយាយទៅកាន់នាងបើគូឆាំងមិនមកទេគាត់ប្រកាសជាចប់ជាមិនខានហើយស៊ូឈីងកើនាងក៏បានទៅរកគូឆាំងឈូជីគេរៀបតែនឹងបើកការវេប្រហារទៅហើយក៏មាននៅបំទុះចំហាយធម្មពលមួយយ៉ាងខ្លាំងចេញពីប៉ាក់ថៃឈូធ្វើពួកគេភ័យស្រែកចាយតែម្ដងព្រោះពួកគេស្មានថាជាលោកព្រឹទ្ធាចារ្យធំរបស់ប៉ាក់ថៃឈូនៅរស់មិនទាន់ស្លាប់តែការពិតទៅគឺជាគូឆាំងរបស់យើងនេះឯងដែលគាត់ទើបតែហាត់សម្រេចនៅវិជាគុណហើយនិយាយថាដល់ពេលដែលគាត់សម្ដែងឆាកល្ខោនហើយ